ខ្ញុំឃើញបងប្អូនខ្លះនៅអាមេរិកនៅស្រែកវាយទៅណែអ្នកប៉ះពាល់អ្នកនោះរាប់ម៉ឺនអ្នកអត់ទាន់បានទៅផ្ទះផងនៅតាកបីនៅដេកហាភ្លៀងនៅវត្តពោ5000ជនពេលខ្សឹកក្មេងប្រហែលអ្នកអត់បានរៀនសំបីនៅខាងថៃប្រជាជននៅព្រំដែនហ្នឹងគាត់ថាធុញតែឥឡូវមិនដឹងយ៉ាងម៉េចធៀមតែប្រវត្តិរត់អញ្ចឹងយើងធ្វើយ៉ាងណាស្ដារឡើងវិញខ្ញុំយល់ពីអារម្មណ៍បងប្អូនខ្លះដល់ថាខឹងពេកបំបាច់មកផ្ដាច់100ឆ្នាំប៉ុនសួរថាផ្ដាច់100ឆ្នាំបានបងប្អូននៅអាមេរិកបងប្អូននៅភ្នំពេញតែបើស្ថានភាពវានៅតឹងរៀបតែប្រវត្តិរត់នេះ100ឆ្នាំទៀតតើយ៉ាងម៉េចសម្រាប់មេដឹកនាំរាជរដ្ឋាភិបាលយើងត្រូវមើលទស្សនវិជ្ជាឲ្យសំខាន់អញ្ចឹងសភាពការដែលកើតនេះគឺយើងអភិក្រមទី1ទប់កុំឲ្យវារីកទី2ព្យាយាមដោះស្រាយនៅនឹងកន្លែងដើម្បីបញ្ចប់វាកាត់បន្ថយការបាត់បង់អាយុជីវិតរបួសស្លាប់បំផ្លាញទ្រព្យសម្បត្តិទាំងទាហានទាំងប្រជាជនហើយទី3រកស្ដារសភាពការឡើងវិញហើយនេះគឺវាចូលទៅក្នុងអភិក្រមនៃការបញ្ចប់ចំនួនដែលយើងធ្វើកិច្ចការងារកន្លងដើម្បីបង្កើតនៅទំនាក់ទំនងនឹងការភ្ជាប់ទំនាក់ទំនងឡើងវិញបងប្អូនខ្លះក៏ថាភ្ជាប់ទៅស្អីទាំងនៅយើងក៏មានទាំងនៅថៃក៏មានបងប្អូននិយាយហ្នឹងដោយអារម្មណ៍ប៉ុន្តែបើមេដឹកនាំឬមួយក៏យើងនៅប្រើកំហឹងកំហល់ទល់គ្នានោះមិនមែនស្លាប់មេដឹកនាំនៅភ្នំពេញទេមិនមែនលំបាកទេតែវាយគ្នាទៅនោះសង្គ្រាមនៅប្រទេសផ្សេងនៅអឺរ៉ុបយើងឃើញហើយប្រទេសពីរវាយគ្នាមេដឹកនាំ2 3ឆ្នាំនៅតែដដែលទេតែទាំងសងខាងស្លាប់រាប់សែនរាប់លានអ្នករួចទៅហើយហើយតបថ្មីបញ្ចូលប្រទេសមួយនោះគឺយកទាំងអ្នកចាស់ឥឡូវអស់តបក្មេងចាប់ផ្ដើមយកអ្នកចាស់ចូលវាយទៀតអញ្ចឹងការបញ្ចប់ចំនួនគឺជាគោលដៅថាហើយនេះហើយដែលយើងទៅថ្ងៃមុខសង្ឃឹមថានៅក្នុងពេលឆាប់នឹងមានកិច្ចចុះព្រមព្រៀងសន្តិភាពហើយនឹងខិតខំធ្វើយ៉ាងណាដើម្បីបញ្ចប់ចំនួននេះ